ការធ្វើ CPR សង្កត់ទ្រូងហ្នឹងគឺចាំបាច់ធ្វើនៅពេលណាហើយ CPR ហ្នឹងមានបញ្ហាអ្វីខ្លះទោះបីជាយើងធ្វើត្រូវក៏ដោយនឹងបង្កបញ្ហាប៉ុន្តែការធ្វើ CPR គឺដើម្បីជួយជីវិតអ្នកជំងឺបាទនៅពេលដែលអ្នកជំងឺអត់ដឹងខ្លួនយើងដាស់ហៅមិនឆ្លើយតបហើយមិនដកដង្ហើមបើន័យថាស្លាប់ហើយអត់ដកដង្ហើមឬក៏ដកដង្ហើមដែរដកដង្ហើមផ្ទឹកហ្នឹងបានយើងធ្វើចលនាបេះដូងប៉ុន្តែយើងកុំច្រឡំជាមួយនឹងអ្នកជំងឺខ្លះអ្នកជំងឺស្រើតបើអ្នកជំងឺស្រើតគាត់ស្រើតមែនប៉ុន្តែគាត់ដកដង្ហើមធម្មតាហៅអីហ្នឹងគាត់នៅរៀងកម្រើកដៃកម្រើកជើងខ្លះគ្រាន់ថាគាត់ស្រើតមកផ្លែកហ្នឹងហើយយើងទៅធ្វើ CPR ហ្នឹងគឺខុសហើយអញ្ចឹងបានថាបើសិនជាយើងមុននឹងធ្វើ CPR អ្នកជំងឺគឺយើងទៅយកតិចយើងស្ដាប់ដង្ហើមអ្នកជំងឺសិនបើសិនជាយើងមិនមែននៅក្នុងពេទ្យតែបើនៅក្នុងពេទ្យគ្រូពេទ្យគាត់នឹងធ្វើការដាក់ monitor មើល heart rate ផាល់ហ្នឹងច្បាប់បេះដូងហ្នឹងហើយអុកស៊ីហ្សែនមើលដង្ហើមប្រហែលនាទីក្នុងប្រហែលដងក្នុង1នាទីបាទមើលសម្ពាធឈាមអីទាំងអស់ហ្នឹងបាទអញ្ចឹងបញ្ជាក់អ្នកជំងឺស្លាប់ហើយអត់ដង្ហើមឬដកដង្ហើមដែរផ្ទឹកភាសាអង់គ្លេសថា gasping ណាដកមិនចង់ដល់គ្នាហើយដកយឺតហ្នឹងហើយបានយើងធ្វើ CPR ធ្វើ CPR ហ្នឹងគឺដៃ2ទ្រាប់លើគ្នាយើងដាក់ទៅលើទ្រូងត្រង់ចំណុចបេះដូងយើងហ្នឹងហើយផលលំបាកនៃការធ្វើចលនាបេះដូងត្រឹមត្រូវផលលំបាកនៃការធ្វើចលនាបេះដូងត្រឹមត្រូវទី1អាចនឹងបាក់ឆ្អឹងជំនីបាទឬក៏បាក់ឆ្អឹងខ្ចីហ្នឹងបាទទី2ធ្វើឲ្យរបួសទៅដល់សាច់បេះដូងរបួសទៅដល់ថ្លើមរបួសទៅដល់ត្រង់នោមលំពែងទី2ទៀតទី3ទៀតគឺតកតងជាមួយនឹងការដែលកាលណាយើងធ្វើសង្កត់ខ្លាំងទៅចោលពេលខ្លះមិនចូលទៅសួតច្រើនតែចូលទៅកាពះច្រើនធ្វើឲ្យអ្នកជំងឺក្អួតចេញមកច្រើនទៅគឺអាចស្ទះផ្លូវដង្ហើមតែម្ដងទី4គឺតកតងជាមួយនឹងកពិតសួតខ្យល់ចូលសួតឬក៏ឈាមចូលសួតកាលណាឆ្អឹងជំនីបាក់ចាក់ទៅលើសាច់សួតធ្វើឲ្យសាច់សួតនឹងមានខ្យល់ចូលឬក៏ឈាមដកពីឆ្អឹងជំនីមកគឺចូលស្រោមសួតនឹងឈាមឬក៏ខ្យល់ចូលស្រោមសួតនឹងធ្វើឲ្យសួតនឹងកពិតអញ្ចឹងការដកដង្ហើមក៏អត់បានល្អដែរកាលណាសួតកពិតមកខាងអីចឹងទៅបើសម្ពាធកាន់តែខ្លាំងកាន់តែធ្វើឲ្យខ្យល់ឬក៏ឈាមនឹងរុញសួតនឹងទៅទៀតបាទកាន់តែខ្លាំងកាន់តែកពិតហ្នឹងគឺបញ្ហាបាទហើយមួយទៀតគឺតកតងជាមួយនឹងខួរក្បាលបើសិនជាខួរក្បាលយើងធ្វើចលនាដង្ហើមមិនបានល្អធ្វើឲ្យខ្យល់អុកស៊ីហ្សែនហ្នឹងទៅផ្គត់ផ្គង់ខួរក្បាលមិនបានល្អធ្វើឲ្យកោសិកាខួរក្បាលយើងនឹងអាចខូចជួនកាលយើង
ជួយអ្នកជំងឺបានរស់ប៉ុន្តែខួរក្បាលអ្នកជំងឺខូចហើយបានន័យថាដូចមនុស្សរុក្ខជាតិចឹងបានន័យថារាល់ការជួយទាំងអស់ត្រូវតែធ្វើដោយត្រឹមត្រូវដោយជំនាញច្បាស់លាស់មានបទពិសោធន៍ពេលណាគួរធ្វើពេលណាមិនគួរធ្វើបាទខ្ញុំដុកទ័រលីឯកទេសកុមារទារកវះកាត់កុមាររយៈពេល20ឆ្នាំហើយក៏មានបទពិសោធន៍ខាងជំងឺមនុស្សធំមួយចំនួនដែរអញ្ចឹងសូមបងប្អូនមើល AI ឬក៏មើលអត្ថបទ Google អីផ្សេងទៅដើម្បីឲ្យច្បាស់មុននឹងយើងធ្វើការសង្គ្រោះអ្នកជំងឺឲ្យបានត្រឹមត្រូវជៀសវាងនៅផលលំបាកណាមួយដែលអាចកើតមានឡើងបាទសូមអរគុណសូមជម្រាបលា